បើសិនជាខ្ញុំនៅតែគិតដល់រឿងស្នេហាជាធំជាងមហិច្ឆតាខ្លួនឯងធំជាងការងារខ្លួនឯងទៀតទោះបីខ្ញុំមានបទពិសោធន៍ស្នេហាលើក្រោយទៀតក៏ខ្ញុំប្រហែលជាអត់ជោគជ័យទៀតអាចថានេះដោយសារតែបទពិសោធន៍ដែលយើងជួបនឹងវាបំបាក់ផ្លូវចិត្តយើងពេកពេលហ្នឹងខ្ញុំគិតថាស្ថានភាពគ្រួសារខ្ញុំស្ថិរភាពហិរញ្ញវត្ថុរបស់ខ្ញុំជាមួយនឹងគ្រួសារខ្ញុំវាជាមូលហេតុមួយដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមួយនឹងដោយសារតែគម្លាតយើងមានគម្លាតគ្នាឆ្ងាយក្នុងគ្រួសារហ្នឹងអញ្ចឹងវាធ្វើឲ្យខ្ញុំគិតមកវិញថាបើសិនជាខ្ញុំនៅតែគិតដល់រឿងស្នេហាជាធំជាងមហិច្ឆតាខ្លួនឯងធំជាងការងារខ្លួនឯងទៀតទោះបីខ្ញុំមានបទពិសោធន៍ស្នេហាលើក្រោយទៀតក៏ខ្ញុំប្រហែលជាអត់ជោគជ័យទៀតអញ្ចឹងសំខាន់បំផុតពេលហ្នឹងគឺប្រាប់ខ្លួនឯងថាបើអត់ទាន់មានអីជាខ្លួនឯងទេកុំទាន់គិតដល់រឿងហ្នឹងពីមុនយើងថាមនុស្សប្រុសគាត់គួរតែមានភាពមានស្ថិរភាពផ្នែកហិរញ្ញវត្ថុសិនចាំគាត់ចង់បានប្រពន្ធយើងនិយាយសួរស្ដាប់អញ្ចឹងចុះតែខ្ញុំគិតថាមនុស្សស្រីឥឡូវក៏អញ្ចឹងដែរត្រូវការមានលំនឹងខ្លួនឯងសិនយ៉ាងហោចណាស់យើងអត់ពឹងពាក់លើគេទាំងស្រុងយើងមានអីជាខ្លួនឯងដែរអញ្ចឹងអាហ្នឹងជាការជជែកជាមួយខ្លួនឯងម្ដងតិចម្ដងប្រាប់ខ្លួនឯងថាបើខ្ញុំនៅតែអញ្ចឹងខ្ញុំតាក់ទងអ្នកក្រោយទៅព្រោះគេមើលងាយខ្ញុំទៀតហើយមើលងាយខ្ញុំអត់ឈឺទេតែមើលងាយគ្រួសារខ្ញុំឈឺអញ្ចឹងយើងចង់ឲ្យគេទទួលស្គាល់ថាអ្វីត្បិតតែយើងមិនមែនមកពីគ្រួសារដែលទុកធាប៉ុន្តែយើងមានចិត្តយើងមានមហិច្ឆតាយើងមានambition ណាយើងមានចិត្តមួយដែលថាយើងឈ្មោះឈ្មោលពុះពៀចង់សម្រេចអីដែលយើងចង់ធ្វើចង់កែប្រែជីវភាពរបស់យើងពីជំនាន់យើងទៅ